កុមារកំព្រាខ្លះបាត់បង់ជំនឿចិត្តនៅក្នុងការធ្វើកិច្ចការផ្សេងៗក៏ដូចជាការសិក្សាជាដើមពេលខ្លះពួកគេមិនហ៊ានប្រឈមមុខចំពោះហ្វូងមនុស្សជាច្រើនផងដែរប៉ុន្តែក៏មានកុមារកំព្រាខ្លះពួកគាត់ក្លាហានហ៊ានធ្វើកិច្ចការជាច្រើនដែលមនុស្សម្នាធម្មតាពិបាកនឹងធ្វើដើម្បីអនាគតដ៏ត្រចះត្រចង់របស់គេស្ត្រីវ័យក្មេងដែលទទួលបានពានរង្វាន់ច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាប្រហែលជាមិនមានច្រើននោះទេវិជ្ជបណ្ឌិតវ័យ31ឆ្នាំម្នាក់ទទួលបានពានរង្វាន់7រួចមកហើយនោះគឺជាម្ចាស់ពានរង្វាន់នៃវិភាគទៅលើប្រធានបទសាច់មហារាជដែលមានវ័យក្មេងជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងជាម្ចាស់ពានរង្វាន់សមាជិកសកម្មរបស់សមាគមនាវីអាស៊ីអាគ្នេយ៍អន្តរជាតិនិងជាម្ចាស់ពានរង្វាន់ផ្សេងទៀតពីកម្មវិធីសូមលើកយកប្រវត្តិរបស់វិជ្ជបណ្ឌិតវ័យក្មេងហៅមនីរតមកជម្រាបជូនលោកអ្នកមនីរតកើតនៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ1982ជាកូនតូលនៅក្នុងគ្រួសារដែលមានតែអ្នកម្ដាយស្ថិតនៅក្នុងជីវភាពលំបាកបន្តិចព្រោះអ្នកម្ដាយមនីរតត្រូវទទួលបន្ទុកចិញ្ចឹមប្អូនៗរបស់គាត់ទៀតពេលនេះខ្ញុំនៅតូចដោយសារតែម៉ាក់គាត់មានបងប្អូនច្រើនអ្នកអញ្ចឹងហើយគាត់ជាបន្ទុករបស់ជាបង្គោលរបស់គ្រួសារតែម្នាក់អញ្ចឹងស្ថានភាពគ្រួសារយ៉ាប់ដែរដោយសារគាត់ត្រូវឈោមឆេងទាំងកូនផងទាំងប្អូនគាត់ដែលនៅតូចនឹងឲ្យរៀនទាំងអស់គ្នាដើម្បីឲ្យបានខ្ពស់មុខខ្ពស់មាត់ទាំងអស់គ្នាដូច្នេះគាត់ស្រីឲ្យបងគេចាស់ជាងគេតែម្នាក់ឯងគាត់ត្រូវធ្វើការបដារៀនបដាដើម្បីហែកបន្ទុកចិញ្ចឹមកូនផងចិញ្ចឹមប្អូនផងឲ្យរៀនមនីរតបានចូលរៀនថ្នាក់ទី1នៅសាលាចតុមុខរហូតដល់ប្រឡងឌីប្លូមអ្វីត្បិតតែមានជីវភាពមិនធូរធារប៉ុន្តែមនីរតមិនដែលជួបប្រទះទៅនឹងបញ្ហាកង្វះខាតថវិកាដើម្បីទិញសម្ភារៈសិក្សានោះទេម៉ាក់ខ្ញុំគាត់ជាមនុស្សដែលរឹងមាំអញ្ចឹងទោះបីគាត់ពិបាកមិនប៉ុន្តែកូនគាត់ឲ្យខ្វះខាតទេគាត់នៅមានលុយឧបត្ថម្ភឲ្យកូនទៅរៀនខ្ញុំមិនដែលជួបការលំបាកថាត្រូវទៅធ្វើការទូលនំលក់អីដើម្បីឲ្យលុយទៅរៀនទេអញ្ចឹងគាត់ហែកបន្ទុកគ្រួសារទាំងអស់អញ្ចឹងកូនដោយសារតាមានម៉ាក់មួយរឹងមាំក្នុងគ្រួសារអញ្ចឹងកូនខំតរៀនពូខ្ញុំក៏អញ្ចឹងដែរខំតរៀនដើម្បីឲ្យបានខ្ពស់មុខខ្ពស់មាត់អញ្ចឹងអត់ដែលមានជួបបញ្ហាលំបាកអីនៅក្នុងជីវភាពដែលថាយើងនឹងជាកូនខ្លួនឯងនឹងខំប្រឹងថាទូនំលក់ដូចកូនអ្នកខ្លះអញ្ចឹងអត់មានធ្លាប់មានប្រវត្តិអញ្ចឹងទេម៉ាក់គាត់ឲ្យបកកែគ្រប់ទៅមុខប៉ុន្តែខ្ញុំចូលចិត្តដែរថាចូលចិត្តខ្លាំងជាងគេចូលចិត្តមុខវិជ្ជាខាងវិទ្យាសាស្ត្រដូចជាគណិតវិទ្យារូបវិទ្យាគីមីវិទ្យានិងជីវវិទ្យាហើយនិងភាសាអង់គ្លេសចា៎ពេលដែលត្រូវរៀននៅវិទ្យាល័យមនីរតបានផ្លាស់មករៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិពេលដែលចូលរៀននៅសាលារៀនមួយនេះមានការប្រកួតប្រជែងខ្លាំងខាងផ្នែកចំណេះដឹងប៉ុន្តែទោះជាយ៉ាងណាមនីរតតែទទួលបានពិន្ទុល្អនៅក្នុងការសិក្សាម៉ាក់ប៉ាបដៅថាឲ្យចេះរាប់អានមិត្តភ័ក្តិអញ្ចឹងចរិតមិត្តភ័ក្តិដែលខ្ញុំរាប់អានហ្នឹងគឺសិតតែអ្នក slot boat ដូចគ្នាអញ្ចឹងអត់មានការប្រកួតប្រជែងអ្នកមានអ្នកក្រអីប៉ុន្តែប្រកួតប្រជែងចំណេះដឹងចង់ឈ្នះរៀងខ្លួនចង់បានលេខ1រៀងខ្លួនអញ្ចឹងទៅអញ្ចឹងមានការប្រកួតប្រជែងខ្លាំងជាងមុនបើនិយាយទៅក្នុងវត្តគ្រួសារខ្ញុំកាលណាធ្លាក់ដល់លេខ5ម៉ាក់ឯងនឹងពូនឹងគាត់ស្ដីឲ្យអញ្ចឹងរៀនពីទូចមកដែលធ្លាក់ដល់រហូតលើពីលេខ5មានពីលេខ1ដល់លេខ5រហូតនៅក្នុងឆ្នាំ1999មនីរតបានប្រឡងជាប់បាក់ឌុបដែលទទួលបានចំណាត់ថ្នាក់លេខល្អបង្គួរហើយក៏បានប្រឡងចូលមហាវិទ្យាល័យពេទ្យនិងពាណិជ្ជសាស្ត្រហើយក៏បានសិក្សានៅក្នុងមហាវិទ្យាល័យទាំងពីរនេះថាធ្លាប់រៀននៅវិទ្យាល័យមេរៀនវាតិចដល់ពេលចូលមកសាលាពេទ្យមេរៀនច្រើនខ្លាំងមែនតែបើប្រៀបធៀបសាលាទាំងអស់ហ្នឹងគឺនៅរៀននៅសាលាមហាវិទ្យាល័យវិទ្យាសាស្ត្រហ្នឹងគឺមេរៀនច្រើនជាងគេខ្ញុំរៀននៅសាលាពេទ្យរៀន2វេនបងរៀនព្រឹកផងល្ងាចផងអញ្ចឹងនៅសាលាពាណិជ្ជនោះខ្ញុំរៀនយប់អញ្ចឹងពីម៉ោង5ដល់ម៉ោង8យប់ខ្ញុំរៀនអាជីវកម្មនៅសាលាពាណិជ្ជសាស្ត្រហើយដល់ពេលចេញពីហ្នឹងមកបានខ្ញុំរៀននៅផ្ទះខ្លួនឯង
ហើយពេលវេលារៀនមានតែច្រើនជាងគេថ្ងៃសៅរ៍ថ្ងៃអាទិត្យដែលយើងអត់មានថ្នាក់រៀននៅតាមសាលារដ្ឋអញ្ចឹងយើងរៀននៅផ្ទះខ្លួនឯងបន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាពាណិជ្ជសាស្ត្រមនីរដ្ឋក៏បានរកការងារធ្វើដើម្បីរំលែកបន្ទុកអ្នកម្ដាយខ្លះហើយក៏បានធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅតាមសាលាតូចៗបានរយៈពេល1ឆ្នាំដែលទទួលបានកម្រៃទាបជាង$100នៅក្នុងមួយខែ2004មកខ្ញុំទនេពេលល្ងាចខ្ញុំចាប់ផ្ដើមចេញធ្វើការជាគ្រូបង្រៀនអង់គ្លេស part time ខ្ញុំរៀននៅតាមសាលាមានសាលាបាក់ទូកសាលាស៊ីសវត្តអីចឹងទៅគាត់បើកបង្រៀនដល់ពេលខ្ញុំចូលធ្វើការបង្រៀននៅសាលាតូចៗអញ្ចឹងទៅគាត់ឃើញយើងទេពកោសល្យបង្រៀនគ្រាន់បើអញ្ចឹងគាត់ឲ្យយើងបង្រៀនឆ្នាំ2004ចាប់ផ្ដើមចេញបង្រៀនក្មេងៗតូចៗហើយចេញបង្រៀនដំបូងក្នុងមួយខែហ្នឹងខ្ញុំរកចំណូលបានប្រហែលក្រោម$100នៅចុងឆ្នាំ2005មនីរដ្ឋក៏បានប្រឡងជាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ដែលត្រូវធ្វើដំណើររយៈពេល2ខែគឺចំពេលដែលសាលាពេទ្យវិស្សមការធ្វើដំណើរនោះគឺទៅកាន់ប្រទេសចំនួន6រួមទាំងប្រទេសជប៉ុនផងដែរនៅក្នុងកម្មវិធីហ្នឹងគេមានបែងចែកជាកម្មវិធីពិភាក្សាជាក្រុមអញ្ចឹងគេឲ្យប្រធានបទយើងចំនួន8ហើយយើងជ្រើសរើសក្នុងហ្នឹងខ្ញុំក៏ជ្រើសរើសយកវិស័យសុខាភិបាលយកទៅពិភាក្សាចាហើយមានការបង្ហាញពីវប្បធម៌ប្រពៃណីរបស់ខ្មែរដូចជាការតាំងពិព័រណ៍មានការរាំរបាំមានការច្រៀងអញ្ចឹងយើងខំបង្ហាត់ពីនេះទៅដើម្បីយកវប្បធម៌អរិយធម៌ខ្មែរយកទៅបង្ហាញគេនៅប្រទេសជប៉ុនហើយនៅអាស៊ានពេលត្រឡប់មកវិញត្រូវបានគេជ្រើសរើសជាយុវជនឆ្នើមហើយទទួលបានពានរង្វាន់គឺគេឲ្យតម្លៃលើការចូលរួមយ៉ាងសកម្មក្នុងសង្គមនិងការចេះជួយគ្នាចែករំលែកចានៅឆ្នាំ2005ហ្នឹងខ្ញុំចាប់ផ្ដើមចេញទៅប្រទេសគេដំបូងណាចូលរួមកម្មវិធីយុវជនអាស៊ាននាវាយុវជនអាស៊ានហ្នឹងគឺត្រឡប់មកវិញគេមានធ្វើការជ្រើសរើសជាយុវជនឆ្នើមដែលចូលរួមប្រចាំឆ្នាំហ្នឹងអញ្ចឹងពានរង្វាន់ដែលខ្ញុំទទួលបានទី1នៅពេលហ្នឹងគឺជាពានរង្វាន់យុវជនឆ្នើមប្រចាំឆ្នាំ2005ដែលយុវជនទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាហ្នឹងនៅពេលមកដល់ប្រទេសកម្ពុជាវិញមនីរដ្ឋក៏បានចូលរៀនសាលាពេទ្យវិញហើយក៏ចាប់ផ្ដើមស្វែងរកការងារធ្វើជាថ្មីម្ដងទៀតដែលបានទៅបង្រៀននៅសាលាអន្តរទ្វីបអាមេរិកដែលទទួលបានប្រាក់ចំណូលគួរសមនៅពេលដែលខ្ញុំត្រឡប់មកវិញខ្ញុំចាប់ផ្ដើមចូលបង្រៀននៅសាលាថ្មីដោយសារយើងចង់បានប្រាក់ចំណូលបន្ថែមជួយផ្គត់ផ្គង់ជីវភាពគ្រួសារដោយសារម៉ាក់ខ្ញុំគាត់រកតែម្នាក់ឯងអញ្ចឹងខ្ញុំដូរពីសាលាតូចតាចទៅសាលាមួយដែលយើងមានឈ្មោះគួរសមគឺសាលាអន្តរទ្វីបអាមេរិករាល់ថ្ងៃនេះហើយគាត់ទទួលខ្ញុំងារបានរយៈពេល1ឆ្នាំខ្ញុំក៏ជាប់បួកឯកទេសដែលខ្ញុំខានប្រឡងកាលពីឆ្នាំ2005ហ្នឹងខ្ញុំជាប់មកឆ្នាំក្រោយទៀតចាប់តាំងពីឆ្នាំ2005មកស្ថានភាពជីវភាពក្រុមគ្រួសារមនីរដ្ឋមានភាពល្អប្រសើរព្រោះមនុស្សនៅក្នុងគ្រួសារទាំងអស់សុទ្ធតែបានរៀនចប់ហើយមានការងារធ្វើគ្រប់គ្នានៅពេលនោះក៏ពូរបស់ខ្ញុំគាត់ចេញធ្វើការអស់គ្រប់គ្នាមិនសិតតែអ្នកខ្លះវិជ្ជាបណ្ឌិតវិស្វករមានសិតតែមុខមាត់គ្រាន់បើអញ្ចឹងទៅម៉ាក់ខ្ញុំគាត់អស់បន្ទុកហើយយើងចេញធ្វើការបានទៀតអញ្ចឹងជីវភាពគ្រួសារខ្ញុំតាំងពីឆ្នាំជាង2000ឡើងមកហ្នឹងគឺធូរធារវិញនៅក្នុងឆ្នាំ2007មនីរដ្ឋត្រូវបានលេខាធិការអាស៊ានជ្រើសរើសជាយុវជនឆ្នើមអាស៊ានដែលមានយុវជនឆ្នើមទាំងអស់40នាក់បន្តមកទៀតនៅឆ្នាំ2007ខាងលេខាធិការដ្ឋានអាស៊ានគាត់ធ្វើការជ្រើសរើសយុវជនឆ្នើមចំនួន40នាក់ទៀតនៅក្នុងតំបន់អាស៊ានទាំង10ប្រទេសហ្នឹងអញ្ចឹងគាត់រើសមកប្រទេស4នាក់ហើយអញ្ចឹងក្នុងនេះខ្ញុំជាប់ជាយុវជនឆ្នើមមួយរូបដែរក្នុងចំណោម40នាក់ដែលគេរើសហ្នឹងនៅឆ្នាំ2007គេឲ្យតម្លៃលើការភាពជាអ្នកដឹកនាំរបស់យើងវ័យក្មេងហើយភាពឆ្លាតវៃរបស់យើងការសិក្សារៀនសូត្រក៏ដូចជាការចូលរួមនៅក្នុងសង្គមការងារសង្គមដោយសារនៅឆ្នាំ2005ដល់ឆ្នាំ2007ហ្នឹងខ្ញុំដឹកនាំយុវជនធ្វើការងារស្ម័គ្រចិត្តច្រើនផ្នែកនៅក្នុងសមាគមយុវជនហ្នឹងខ្ញុំមានបង្កើតក្រុមជាយុវជនស្ម័គ្រចិត្តហ្នឹងឈ្មោះថាយុវជនដើម្បីយុវជនអញ្ចឹងពួកយើងចុះធ្វើការជាគម្រោងតូចដូចជាចែកសភៅដូចជាចុះបង្រៀនកុមារផ្នែកអនាម័យផ្សេងអញ្ចឹងកន្លងហោហែមកដល់ពេលក្រសួងអប់រំយុវជននិងកីឡាគាត់ធ្វើការជ្រើសរើស
គាត់មើលឃើញថាយើងជាសមាជិកសមាគមយុវជនស្រាប់ហើយយើងមានប្រវត្តិស្នាដៃពីមុនមកអញ្ចឹងគាត់ក៏ធ្វើការ nominate យើងទៅលេខាធិការឋានអាស៊ានដើម្បីគេធ្វើការជ្រើសរើសហើយយើងជាប់ជាយុវជនឆ្នាំមួយនៅក្នុងយុវជនឆ្នាំទាំង40ដែលគេជ្រើសរើសនៅឆ្នាំ2007នោះនៅក្នុងឆ្នាំ2007ដដែលនេះមនីរតក៏បានប្រឡងជាប់បួកទៅរៀននៅក្នុងប្រទេស Basic រយៈពេល4ឆ្នាំដើម្បីយកសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រជីវិតលើឯកទេសវិភាគសាច់មហារាជមនីរតក៏បានរៀបរាប់ពីការលំបាកនៅក្នុងការទៅសិក្សានៅក្រៅប្រទេសក្នុងរយៈពេល6ខែដំបូងប្រទេស Basic ហ្នឹងគាត់និយាយភាសាដល់តែ3និយាយភាសាអាល្លឺម៉ង់ផងនិយាយភាសាបារាំងផងនិយាយភាសាអង់គ្លេសផងអញ្ចឹងនៅពេលដែលខ្ញុំរៀនខ្ញុំអត់នៅតែមួយកន្លែងទេខ្ញុំរៀនអញ្ចឹងរៀន PhD អញ្ចឹងគេឲ្យដើររៀនវគ្គខ្លីៗដើម្បីយក credit មកពេញបញ្ចប់ PhD យើងអញ្ចឹងខ្ញុំត្រូវដើររៀននៅតំបន់នេះផងតំបន់នោះផងផ្លាស់ប្ដូរភាសារហូតអញ្ចឹងយើងត្រូវចេះភាសាអាល្លឺម៉ង់ផងភាសាបារាំងផងអង់គ្លេសផងប៉ុន្តែភាសាបារាំងហើយអង់គ្លេសមិនសូវជាបញ្ហាព្រោះខ្ញុំធ្លាប់បានរៀននៅស្រុកខ្មែរប៉ុន្តែត្រូវដល់នោះ6ខែដំបូងខ្ញុំត្រូវរៀនភាសារបស់ភាសាទី3ទៀតភាសាអាល្លឺម៉ង់ចាហើយតម្រាំការតាមគេតន់ទៅដល់ដំបូងអត់មិត្តភ័ក្តិដោយសារទៅរៀនតែឯងជាសិស្សសាលាពេទ្យទី1ដែលទៅរៀននៅប្រទេស Basic នោះអញ្ចឹងតែឯងហើយអត់មានមិត្តភ័ក្តិប្រទេសតិចភាសាទី3អត់សូវចេះអញ្ចឹងមានភាពឯកាខ្លាំងចាហើយដល់ពេល6ខែបន្ទាប់ពី6ខែមកចាប់ផ្ដើមមានមិត្តភ័ក្តិដែលនៅធ្វើការនឹងដូចគ្នាវិជ្ជាបណ្ឌិតមនីរតក៏បានរៀបរាប់ពីជីវិតជោគជ័យនៃការសិក្សានៅក្រៅប្រទេសបន្ទាប់ពី6ខែក្រោយមកមានភាពរីករាយនៅចុងឆ្នាំ2009ក៏ទទួលបានពានរង្វាន់មួយទៀតដែលគេឲ្យតម្លៃទៅលើផ្នែកវិទ្យាសាស្ត្រវ័យក្មេងហើយឆ្នើមរៀនបដាចុះកម្មសិក្សាបដាអញ្ចឹងនៅពេលយើងចុះកម្មសិក្សាមានភាពសកម្មមកយើងនិយាយស្ដីច្រើនជាងមុនតំណែងយើងល្អជាងមុនអញ្ចឹងគ្រូគ្រប់គ្នាគាត់ចូលចិត្តអញ្ចឹងទៅគាត់ជួយបង្រៀនជួយបង្ហាត់បង្ហាញថែមជីវិតចាប់ពី6ខែក្រោយមករហូតដល់ឆ្នាំទី4ហ្នឹងគឺសប្បាយរហូតការចេះដឹងផងមានភាពកោតសរសើរពីគ្រូគ្នាមានមិត្តភ័ក្តិច្រើនចាបានយកស្នាដៃស្រាវជ្រាវរបស់ខ្ញុំពីព្រោះខ្ញុំហ៊ានផ្នែកបណ្ឌិតខាងស្រាវជ្រាវខាងជំងឺមហារីកហ្នឹងអញ្ចឹងខ្ញុំធ្វើការស្រាវជ្រាវពីជំងឺមហារីកពោះវៀនធំហើយយកស្នាដៃដែលយើងទទួលបានហ្នឹងយកទៅបង្ហាញនៅប្រទេស Basic ហ្នឹងគាត់ធ្វើជាសិក្ខាសាលាអន្តរជាតិមួយហើយស្នាដៃហ្នឹងក៏ត្រូវគេទទួលស្គាល់ហើយគេឲ្យជាពានរង្វាន់ថាផ្នែកវិទ្យាសាស្ត្រក្មេងហើយឆ្នាំស្នាដៃឆ្នាំនៅក្នុងឆ្នាំ2009ដើមឆ្នាំ2010ហ្នឹងបន្ទាប់ពីបានបញ្ចប់ការសិក្សានៅប្រទេស Basic រយៈពេល4ឆ្នាំវិជ្ជបណ្ឌិតវ័យក្មេងរូបនេះបានត្រឡប់មកដល់ប្រទេសរបស់ខ្លួនវិញពេលនោះនៅក្នុងតំបន់អាស៊ីមានសមាគមអ្នកដឹកនាំវ័យក្មេងគេធ្វើការជ្រើសរើសអ្នកដឹកនាំវ័យក្មេងឲ្យចូលរួមអ្នកដឹកនាំវ័យក្មេងនៅប្រទេសឥណ្ឌាម្ដងទៀតហើយនៅពេលដែលខ្ញុំត្រឡប់មកវិញនៅចុងឆ្នាំ2011មកដល់ប្រទេសខ្មែរវិញនៅតំបន់អាស៊ីយើងហ្នឹងគេមានជាសមាគមអ្នកដឹកនាំវ័យក្មេងមួយហើយគេធ្វើការជ្រើសរើសអ្នកដឹកនាំក្មេងឆ្នើមដែលថាមានស្នាដៃច្រើនមានទទួលពានរង្វាន់ច្រើនហ្នឹងឲ្យទៅចូលរួមកម្មវិធីអ្នកដឹកនាំវ័យក្មេងឆ្នើមនៅប្រទេសឥណ្ឌាអញ្ចឹងយើងត្រូវបានគេជ្រើសរើសឲ្យពានរង្វាន់ជាគេហៅ Asia 21 Young Leaders Award នៅឆ្នាំ2011ហ្នឹងនៅប្រទេសឥណ្ឌាម្ដងទៀតហើយចុងក្រោយគេបំផុតពានរង្វាន់ដែលខ្ញុំទទួលបានគឺបានពីសមាគមយុវជនអាស៊ានដែរប៉ុន្តែផ្ដល់ដោយរដ្ឋាភិបាលជប៉ុនគឺគេហៅថា SEAP International Award នៅឆ្នាំ2013កន្លងទៅថ្មីនេះឆ្នាំ2013ខែ4ចា៎បន្ទាប់មកក៏បានរៀបអាពាហ៍ពិពាហ៍រួចហើយក៏បានចូលបម្រើការងារនៅមន្ទីរពេទ្យកាឡាម៉ែតនៅក្នុងឆ្នាំ2011កិច្ចការដែលវិជ្ជបណ្ឌិតចាប់ផ្ដើមធ្វើដំបូងគេគឺរៀបចំសិក្ខាសាលាអន្តរជាតិមួយស្ដីពីជំងឺមហារីកចុងឆ្នាំ2011ខ្ញុំបានធ្វើសិក្ខាសាលាអន្តរជាតិមួយស្ដីពីការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺមហារីកដែលធ្វើនឹងជាមួយនឹងរាជបណ្ឌិតសភាអន្តរជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលគាត់ជួយផ្ដល់ជាថវិកាឲ្យយើងធ្វើហើយគាត់ជួយប្រមូលផ្ដុំអ្នកបច្ចេកទេសខាងជំងឺមហារីកប្រហែលជា20-30 នាក់មកពីគ្រប់តំបន់អាស៊ីប៉ាស៊ីហ្វិកហើយនិងខាងអឺរ៉ុបផងដែរមកចូលរួមក្នុងសិក្ខាសាលានេះហើយយើង
ធ្វើសិក្ខាសាលានេះរយៈពេល2ថ្ងៃហើយមានការចូលរួមពីអាដាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរហើយសិក្ខាសាលាគឺជាសិក្ខាសាលាដំបូងគេបំផុតជាសិក្ខាសាលាអន្តរជាតិដំបូងគេបំផុតផ្នែកមហារាជនៅស្រុកខ្មែរយើងចាតែយើងកាលម៉ែរៀបចំធ្វើផ្ទាល់ហើយខ្ញុំជាអ្នកសម្របសម្រួលកម្មវិធីនៅប៉ុន្មានខែក្រោយមកមនីរដ្ឋបានទៅប្រទេសសិង្ហបុរីតាក់ទងក្រុមហ៊ុនផលិតម៉ាស៊ីនសម្រាប់ធ្វើតេស្តមហារីកមាត់ស្បូនលើស្ត្រីហើយម៉ាស៊ីនជាបច្ចេកវិទ្យាចុងក្រោយហើយមានតែមួយនៅក្នុងប្រទេសកម្ពុជាតែតាក់ទងក្រុមហ៊ុននឹងដើម្បីនាំចូលតេស្តនឹងដំបូងគេបំផុតមកស្រុកខ្មែរយើងមកទី8កាឡូម៉ែត្រដែលតេស្តនេះមានខាងក្រោយខ្នងនេះគេហៅថាតេស្ត HPV ហើយបច្ចេកវិទ្យានេះគឺជាបច្ចេកវិទ្យាចុងក្រោយដើម្បីពិនិត្យរកមេរោគមហារីកមាត់ស្បូនលើស្ត្រីហើយយើងបាននាំចូលមកដូចជានៅចុងឆ្នាំ2012ចាដំបូងគេបំផុតនៅប្រទេសកម្ពុជាយើងចំណែកឯការងារប្រចាំថ្ងៃរបស់វិជ្ជបណ្ឌិតមនីរដ្ឋគឺត្រូវធ្វើការពិនិត្យរាល់សាច់មហារីកទាំងអស់ថាតើមហារីកនោះជាប្រភេទមហារីកអ្វីហើយដល់ដំណាក់កាលណាហើយនៅពេលដែលគ្រូពេទ្យគាត់ពិនិត្យអ្នកជំងឺមហារីកអញ្ចឹងទៅគាត់សង្ស័យថាម្នាក់នេះកើតមហារីកប៉ុន្តែគាត់អត់ដឹងថាមហារីកអីពិតប្រាកដហើយតើមហារីកនឹងក្នុងដំណាក់កាលណាទេដូច្នេះគាត់ធ្វើការច្រាប់សាច់មហារីកនឹងយកមកមើលផ្ញើមកមន្ទីរពិសោធន៍ហើយខ្ញុំផ្ទាល់ជាអ្នកវិភាគមើលតើមហារីកមួយនេះជាមហារីកប្រភេទអីហើយតើវាស៊ីដល់ដំណាក់កាលណាហើយដើម្បីគ្រូពេទ្យងាយស្រួលក្នុងការធ្វើការព្យាបាលនៅក្នុងឆ្នាំ2013កន្លងទៅថ្មីនេះមនីរដ្ឋបានទទួលពានរង្វាន់លើកទី5ដែលពានរង្វាន់នោះទទួលបានពីរដ្ឋាភិបាលជប៉ុនពាក់ព័ន្ធទៅនឹងកិច្ចការសង្គមពីសមាគមអាស៊ានSIAP International Award ហ្នឹងសមាគមដែលគេហៅថាសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ហ្នឹងគាត់មានសាខារបស់គាត់នៅ11ប្រទេសមានអាស៊ានទាំង10ប្រទេសហើយនៅប្រទេសជប៉ុនមួយប្រទេសហើយនៅក្នុងរៀងរាល់2ឬ3ឆ្នាំម្ដងគាត់ធ្វើការវាតម្លៃសកម្មភាពរបស់សមាគមនៅក្នុងប្រទេសមួយហ្នឹងហើយនឹងសមាជិកដែលសកម្មជាងគេនៅក្នុងសមាគមហ្នឹងអញ្ចឹងគាត់ធ្វើការវាតម្លៃទៅគាត់ឃើញគាត់រើសមកប្រទេសម្នាក់ដើម្បីទទួលពានរង្វាន់ SIAP International Award ហ្នឹងផ្អែកទៅលើគឺដោយដើមភាពជាអ្នកដឹកនាំរបស់យើងហើយនឹងការចូលរួមសកម្មការដឹកនាំយុវជនឲ្យធ្វើការងារសង្គមតូចៗដែលការងារស្ម័គ្រចិត្តក្នុងសង្គមតូចៗហ្នឹងចា៎វិជ្ជបណ្ឌិតមនីរដ្ឋបានអះអាងថាកិច្ចការនៅក្នុងការព្យាបាលជំងឺមហារីកមាត់ស្បូនដល់ស្ត្រីគឺជាកិច្ចការដ៏សំខាន់បំផុតហើយការងារចូលរួមកាត់បន្ថយអត្រាអ្នកស្លាប់ពិសេសស្ត្រីនៅកម្ពុជាការងារផ្នែកវិទ្យាសាស្ត្រនេះខ្ញុំគិតថាជាការងារសំខាន់ដោយសារជំងឺមហារីកជាពិសេសមហារីកមាត់ស្បូននឹងផ្ទាល់តែម្ដងដែលសប្តាហ៍ថ្ងៃនេះគឺជាមហារីកទី1ដែលកើតញឹកញាប់ជាងគេលើស្ត្រីកម្ពុជាហើយក៏ជាមហារីកដែលកម្ពុជាយើងជាប់លេខ1ដែលក្នុងចំណោមប្រទេសអាស៊ានទាំង10គឺមហារីកមាត់ស្បូននឹងខ្មែរយើងកើតច្រើនជាងគេបំផុតហើយក៏ស្លាប់ច្រើនជាងគេបំផុតដូច្នេះខ្ញុំគិតថាការចូលរួមចំណែករបស់ខ្ញុំក្នុងការធ្វើឲ្យស្ត្រីខ្មែរក៏ដូចជាប្រជាពលរដ្ឋខ្មែរជាទូទៅយល់ដឹងអំពីការកាត់បន្ថយក៏ដូចជាការបង្ការជំងឺមហារីកមាត់ស្បូននឹងជួយធ្វើឲ្យអត្រាអ្នកកើតហើយអ្នកស្លាប់ដោយសារជំងឺមហារីកមាត់ស្បូននឹងថយចុះអ្វីត្បិតតែវាមិនថយចុះច្រើនប៉ុន្តែនៅពេលដែលយើងធ្វើយូរអង្វែងទៅអត្រានឹងថយចុះហើយស្មើនឹងប្រទេសនៅជិតខាងយើងដែរវិជ្ជបណ្ឌិតរូបនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួននៅក្នុងនាមជាគ្រូពេទ្យថានៅក្នុងឆ្នាំថ្មីនេះអ្នកស្រីនឹងស្វែងរកតេស្តសម្រាប់ជំងឺមហារីកសូដានបន្ថែមទៀតក្រៅពីកិច្ចការជួយសង្គ្រោះជីវិតមនុស្សក៏មានកិច្ចការសំខាន់មួយទៀតដែលត្រូវបំពេញនៅក្នុងឆ្នាំ2014នេះក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃនាវាយុវជនអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុនខ្ញុំផ្ដោតសំខាន់លើមហារីកមាត់ស្បូនប៉ុន្តែកន្លងទៅទៀតក៏នៅតែផ្ដោតលើមហារីកមាត់ស្បូនដែរគ្រាន់តែថាចង់ពង្រីកបន្ថែមទៀតលើបច្ចេកវិទ្យាទាក់ទងជាមួយនឹងការពិនិត្យរោគវិនិច្ឆ័យលើមហារីកដោះថែមទៀតនឹងផ្នែកវិទ្យាសាស្ត្រចំណែកផ្នែកសង្គមវិញដោយសារតែឆ្នាំថ្មីនេះ2014នេះកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ហ្នឹងគឺកប៉ាល់ដែលគាត់ធ្វើដំណើរមកហ្នឹងគឺចូលមកក្នុងផែរបស់ប្រទេសកម្ពុជាអញ្ចឹងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគាត់លោកបានសញ្ញេទទួលយល់ព្រមឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ2014នេះអញ្ចឹងខ្ញុំក៏នឹងចូលរួមស្ម័គ្រចិត្តនៅក្នុងគណៈកម្មការរៀបចំកម្មវិធីទទួលនាវាយុវជនអាស៊ីអាគ្នេយ៍នៅចុងឆ្នាំ2014នេះដែរមនីរដ្ឋក៏បានរៀបរាប់ពីកិច្ចការដែលយុវជនកម្ពុជាត្រូវធ្វើនៅគ្រាដែលធ្វើជាម្ចាស់ផ្ទះនៃនាវាយុវជនអាស៊ីអាគ្នេយ៍យ៉ាងដូចនេះថា
នៅពេលដែលនាវាចូលចតយើងមានកម្មវិធីមួយចំនួនដូចជាកម្មវិធីរៀបចំជាការសម្ដែងសិល្បៈជូនដល់យុវជនដែលចូលរួមនឹងគាត់ទស្សនានាំគាត់ទៅទស្សនាស្ថាប័នផ្សេងដែលតាក់ទងជាមួយនឹងប្រធានបទដែលគាត់ពិភាក្សានៅលើនាវានឹងដែលមាន8ប្រធានបទដែលខ្ញុំជំរាបជូនបងមានខាងផ្នែកបរិស្ថានផ្នែកអប់រំផ្នែកបច្ចេកវិទ្យាផ្នែកសុខាភិបាលមានជាច្រើនទៀតអញ្ចឹងយើងរៀបចំស្ថាប័នផ្សេងឲ្យគាត់ចូលទៅទស្សនកិច្ចសិក្សាដើម្បីគាត់ស្វែងយល់បន្ថែមទៀតពីប្រធានបទដែលគាត់បានពិភាក្សាទី1ទី2ការបង្ហាញពីសិល្បៈវប្បធម៌របស់ខ្មែរហើយទី3យើងរៀបចំឲ្យគាត់បានចូលស្នាក់នៅជាមួយនឹងគ្រួសារខ្មែរយើងដែលគេហៅថាកម្មវិធី home stay អញ្ចឹងគាត់មានរយៈពេល2យប់ដើម្បីស្នាក់នៅជាមួយគ្រួសារខ្មែរយើងឲ្យស្វែងយល់បន្ថែមទៀតពីការរស់នៅរបស់សង្គមខ្មែរយើងតើគេរស់នៅរបៀបម៉េចហើយនឹងមានការរៀបចំផងដែរឲ្យជួបថ្នាក់ដឹកនាំគឺជួបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនផ្ទាល់ជួបជាមួយនឹងយុវជនទាំង300នាក់ជាងដែលចូលមកប្រទេសកម្ពុជាយើងយុវជនឆ្នាំរូបនេះក៏បានរៀបរាប់ពីអត្ថប្រយោជន៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃនាវាយុវជនអាស៊ីអាគ្នេយ៍ថាកម្ពុជានឹងត្រូវបានមនុស្សជុំវិញពិភពលោកស្គាល់ហើយមកទស្សនាកាន់តែច្រើនអ្វីដែលផលប្រយោជន៍យើងទទួលបានទី1ហ្នឹងគឺការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាពិសេសនៅក្នុងតំបន់អាស៊ានបូកជប៉ុនហើយទី2គឺយើងការបង្ហាញពីវប្បធម៌អរិយធម៌ក៏ដូចជាឲ្យគេយល់បានដឹងទូលាយពីវិស័យទេសចររបស់ខ្មែរយើងនៅពេលដែលគាត់ចូលមកហើយផែកំពង់សោមហ្នឹងពួកអីចូលមកផែពេញអត់បានទេអញ្ចឹងគាត់ចូលទៅផែកំពង់សោមដោយសារកប៉ាល់វាធំអញ្ចឹងយើងអាចប្រម៉ូទតំបន់ទេសចរជាពិសេសផ្នែកឆ្នេរសមុទ្រនៅកំពង់សោមដែលកំពុងតែជាប់លេខ1នៅក្នុងតំបន់ដែរក្រៅពីកិច្ចការទាំងឡាយដែលបានរៀបរាប់ខាងលើវិជ្ជបណ្ឌិតវ័យក្មេងរូបនេះក៏មានកិច្ចការមួយទៀតគឺផ្ដល់ចំណេះដឹងដល់មនុស្សជំនាន់ក្រោយដើម្បីឲ្យជីវភាពកាន់តែប្រសើរនិងជាឱកាសល្អនៅក្នុងការចែករំលែកចំណេះដឹងដល់មនុស្សជំនាន់ក្រោយប្រាក់ចំណូលនៅមន្ទីរពេទ្យនេះប្រាក់ចំណូលផ្នែករដ្ឋមិនបានច្រើនទេប៉ុន្តែដោយសារទីពេទ្យកាល់ម៉ែតគឺជាមន្ទីរពេទ្យដែលស្វ័យយ័តអញ្ចឹងនៅពេលដែលយើងធ្វើការកាន់តែច្រើនប្រាក់ចំណូលបន្ថែមដែលជាសេវាមន្ទីរពេទ្យហ្នឹងគឺកាន់តែច្រើនតាមនឹងដែរតាមសកម្មភាពការងារពី900ទៅ1000ក្នុងមួយខែចាហើយខែពីហ្នឹងខ្ញុំធ្វើការបង្រៀននៅសាលាពេទ្យខ្ញុំចូលបង្រៀននៅពេលដែលខ្ញុំចូលធ្វើការនេះគេហៅទៅបង្រៀនផ្ទាល់ដោយសារមុខវិជ្ជាដែលយើងធ្វើនេះគឺជាមុខវិជ្ជាដែលកម្រអត់សូវមានគ្រូអញ្ចឹងនៅធម្មតាអ្នកចូលធ្វើការតតបានក្របខ័ណ្ឌរដ្ឋពី3ឆ្នាំឡើងមិនគេហៅចូលបង្រៀនប៉ុន្តែករណីដោយសារយើងខ្វះគ្រូផ្នែកមុខវិជ្ជាវិភាគសាស្ត្រមហារិកអញ្ចឹងខ្ញុំគាត់ចូលធ្វើការភ្លាមគាត់ខាងសាលាពេទ្យគាត់ហៅទៅចូលបង្រៀនផ្ទាល់អញ្ចឹងយើងបានប្រាក់ចំណូលបន្ថែមពីខាងសាលាពេទ្យផងស្វាគមន៍មកកាន់វគ្គកិច្ចសម្ភាររបស់ CNC ខ្ញុំបាទជម្រាបជូនលោកនាងកញ្ញារីម្ដងហើយអំពីប្រធានបទនៅក្នុងថ្ងៃនេះយើងនិយាយពីកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី40មូលហេតុអ្វីដែល CNC លើកយកមកយកប្រធានបទនេះយកមកជជែកគ្នាដោយសារតែក្រមយុវជនកម្ពុជាតំណាងឲ្យប្រទេសកម្ពុជាទាំងមូលបានទៅចូលរួមក្នុងកម្មវិធីនេះហើយសួរថាប្រយោជន៍អ្វីដែលត្រឡប់មកកាន់ប្រទេសកម្ពុជាក៏ដូចជាយុវជនផ្ទាល់ថ្ងៃនេះទទួលបានកិត្តិយសចូលរួមពីលោកស្រីវិជ្ជបណ្ឌិតហៅមនីរតដែលលោកស្រីគឺជាប្រធានប្រតិភូយុវជនកម្ពុជាហើយមួយវិញទៀតលោកស្រីគឺជាប្រធានផ្នែកវិភាគកោសិកាមហារាជនៃមន្ទីរពេទ្យកាល់ម៉ែតអញ្ចឹងសូមជួបវត្តមានរបស់លោកស្រីផ្ទាល់តែម្ដងជំរាបសួរលោកស្រីបាទចាជំរាបសួរលោកស្រីបាទអរគុណលោកស្រីវិជ្ជបណ្ឌិតដែលចំណាយពេលវេលានៅក្នុងកិច្ចសម្ភាសន៍ថ្ងៃនេះបាទដែលចង់ឲ្យមកបកស្រាយបន្តិចអំពីអ្វីទៅដែលជាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី40ជាដំបូងចង់លោកស្រីបញ្ជាក់ថាមូលហេតុអីដែលបានជាគេបង្កើតឲ្យមានកម្មវិធីនេះឡើងហើយសួរថាប្រយោជន៍នៃគោលបំណងកម្មវិធីផ្ទាល់នោះវាបានអីមកក្នុងប្រទេសដែលយើងទៅចូលរួមចាសូមអរគុណបាទសូមអរគុណនៅសំណួរនេះជាដំបូងនេះខ្ញុំសូមជម្រាបថាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នេះគឺជាកម្មវិធីមួយដែលបានបង្កើតឡើងដំបូងបំផុតដោយរាជរដ្ឋាភិបាលជប៉ុននៅក្នុងឆ្នាំ1974ចាដែលក្នុងនោះក្នុងឆ្នាំ1974នោះគឺរដ្ឋាភិបាលជប៉ុនជាមួយនឹងប្រទេស5ទៀតគឺមាន
ប្រទេសម៉ាឡេស៊ីសិង្ហបុរីហ្វីលីពីនប្រទេសថៃនិងប្រទេសឥណ្ឌូនេស៊ីចូលរួមបង្កើតកម្មវិធីនេះឡើងហើយបន្ទាប់មកទៀតមានប្រទេស5ខាងក្រោយទៀតចូលរួមដែលកម្ពុជាចូលរួមក្រោយគេបំផុតគឺនៅឆ្នាំ2000ដែលមួយឆ្នាំក្រោយពីកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ានចាហើយកម្មវិធីនេះមានគោលបំណងសំខាន់ចំនួន3ធំគឺទី1ចូលរួមចំណែកលើកកម្ពស់សមត្ថភាពជាអ្នកដឹកនាំរបស់ប្រជាជនរបស់យុវជនយើងយុវជនខ្មែរក៏ដូចជាយុវជនអាស៊ាននិងជប៉ុនទី2ចូលរួមលើកកម្ពស់នៅកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជាក៏ដូចជាប្រទេសអាស៊ាននិងជប៉ុនហើយនឹងទី3ធំបំផុតគឺរឹតចំណងមិត្តភាពរវាងយុវជននៅក្នុងតំបន់ចា៎នេះហើយដែលជាមូលហេតុនិងជាប្រវត្តិដែលបង្កើតឲ្យមានកម្មវិធីនេះឡើងចា៎បាទត្រឡប់ទៅបន្តិចថែបន្តិចចង់និយាយថាពេលដែលយើងទៅចូលរួមប្រយោជន៍អ្វីដែលយើងទទួលបានដូចជាក្នុងពេលនេះឬក៏យ៉ាងម៉េចដែរចា៎នៅពេលដែលយុវជនចូលរួមកម្មវិធីនេះគឺត្រឡប់មកវិញគាត់មានទទួលបានប្រយោជន៍3ធំគឺទី1ប្រយោជន៍ចំពោះជាតិមាតុភូមិទាំងមូលទី2ប្រយោជន៍ចំពោះខ្លួនឯងផ្ទាល់ហើយនិងទី3ប្រយោជន៍ចំពោះសហគមន៍របស់គាត់ចំពោះប្រយោជន៍ជាតិទាំងមូលគឺនៅពេលដែលយុវជនទៅចូលរួមតំណាងជាតិអញ្ចឹងគាត់នាំនៅវប្បធម៌អរិយធម៌របស់ជាតិទៅបង្ហាញគេអញ្ចឹងជួបយើងបានលើកកិត្យានុភាពជាតិរបស់យើងហើយបង្ហាញគេពីសមត្ថភាពរបស់យុវជនយើងដែលក្លាហានហើយរឹងមាំស័ក្តិសមជាអ្នកដឹកនាំវ័យក្មេងចំពោះប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់វិញគឺនៅពេលដែលចូលរួមធ្វើការជាមួយយុវជនដទៃទៀតទៅគាត់អាចបង្ហាញពីភាពដឹកនាំរបស់គាត់អញ្ចឹងគាត់កសាងសមត្ថភាពជាអ្នកដឹកនាំវ័យក្មេងរបស់គាត់អាចបង្ហាញសមត្ថភាពសិល្បៈក៏ដូចជាការពិភាក្សាជាក្រុមជាមួយនឹងយុវជនដទៃទៀតអញ្ចឹងគាត់មានភាពក្លាហានជាងមុនជឿជាក់ខ្លួនឯងជាងមុនហើយនៅលើនាវាផងដែរក៏គេមានកម្មវិធីបង្រៀនជាគេហៅថាជំនាញ project management អញ្ចឹងការរៀបចំគម្រោងការអនុវត្តគម្រោងអញ្ចឹងគាត់មានសមត្ថភាពបន្ថែមលើការរៀបចំក៏ដូចជាអនុវត្តគម្រោងផ្សេងហើយគាត់ត្រឡប់មកវិញគាត់នឹងបង្កើតទៅជាគម្រោងសង្គមតូចដែលក្នុងនោះគាត់ជាអ្នកដឹកនាំធ្វើផ្ទាល់តែម្ដងចានេះគឺជាប្រយោជន៍មួយចំពោះសហគមន៍របស់គាត់ផងដែរនៅពេលគាត់ត្រឡប់មកវិញចានេះខ្ញុំចង់ដឹងបន្ថែមទៀតថាតើរយៈពេលនៃដំណើរទស្សនកិច្ចនឹងមានរយៈពេលប្រហែលថ្ងៃដែរហើយតើមានប្រទេសណាខ្លះដែលបានចូលរួមហើយជាពិសេសទៀតនោះថាតើកម្មវិធីនេះបាននាំក្រុមយុវជនទៅកាន់ប្រទេសណាខ្លះចាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី40ឆ្នាំ2013នេះគឺមានរយៈពេលទាំងអស់51ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី28ខែតុលារហូតដល់ថ្ងៃទី17ខែធ្នូឆ្នាំ2013នេះហើយនៅក្នុងនោះយុវជនដែលចូលរួមមានចំនួន329នាក់ដែលមកពីបណ្ដាប្រទេសអាស៊ានទាំង10បូករួមនឹងប្រទេសជប៉ុនផងដែរហើយឆ្នាំនេះនាវាបានចូលចតនៅក្នុងកំពង់ផែចំនួន6គឺមានតូក្យូប្រទេសជប៉ុនប្រទេសវៀតណាមប្រទេសថៃប្រទេសសិង្ហបុរី